ប្រធានបទយើងមួយទៀតតាក់ទងជាមួយនឹងជំងឺមួយដែរអាចច្រឡំជាមួយនឹងជំងឺឬដុំបាតដែរជំងឺហ្នឹងណាអាចច្រឡំជាមួយនឹងជំងឺឬដុំបាតខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់អង្គនិងជំរាបសួរអាដាមលោកជំទាវលោកស្រីនាងកញ្ញានៅពេលនេះយើងនឹងប្រឹក្សាតាក់ទងជាមួយនឹងជំងឺមួយទៀតដែលស្តៀងនឹងឬដុំបាតដែរអត់តាក់ទងជាមួយនឹងឈាមអត់តាក់ទងជាមួយអឺនឹងឈាមតាក់ទងជាមួយនឹងការប៉ោងអីទេអាហ្នឹងគឺតាក់ទងជាមួយនឹងស្បែកធ្លាក់អាស្បែកនៅកកូតហ្នឹងវាយាអញ្ចឹងណាយានៅខ្លះវែងមកថ្នាំងដៃអីចឹងទៅបាទនៅខ្លះក៏ខ្លីៗអញ្ចឹងណានៅតាមជុំរន្ធគូតរបស់យើងហ្នឹងវាយាធ្លាក់មកអាហ្នឹងក៏តាក់ទងជាមួយនឹងយើងក្តៀនដែរពេលយើងក្តៀនយើងប្រឹងអីចឹងណាសំខាន់តាក់ទងជាមួយនឹងក្តៀនតែមួយហ្នឹងទេហើយបើសិនជាស្ត្រីដែលមានផ្ទៃពោះក៏អាចដែរក៏អាចមានចឹងដែរណាក៏អាចមកពីស្ត្រីដែលមានផ្ទៃពោះវាជាធម្មតាទ្វាមាសហើយទាំងអស់ហ្នឹងពេលណាដែលកូនកាន់តែធំវាដើម្បីបង្កើតកូនបានគឺតែងតែរីកធំហើយរីកធំជាងមុនចឹងណាអាស្បែកហ្នឹងក៏ចឹងដែរពេលណាដែលវាមានបញ្ហាហ្នឹងឡើងវារីកធំហើយរីកធំធ្លាក់មកអ្នកខ្លះវែងអ្នកខ្លះខ្លីអ្នកខ្លះមួយជ្រុងអ្នកខ្លះពីរជ្រុងអ្នកខ្លះមួយជុំគូតក៏មានដែរបងប្អូនកូនក្មួយត្រូវចាំថាអញ្ចឹងពេលដែលយើងបត់ជើងទៅពេលដែលបត់ជើងទៅពេលច្រើនយើងមិនលាងយើងលាងទៅយើងប៉ះអាហ្នឹងហើយក៏សម្គាល់ថាហ្នឹងជាឬដងបាតតាមពិតអាហ្នឹងមិនមែនហៅឬដងបាតទេគេហៅស្បែកធ្លាក់ភាសាពេទ្យគេហៅ skin tick ឬក៏ skin prolapse ហ្នឹងវាធ្លាក់យាអញ្ចឹងមកវាធ្លាក់យាណាវានឹងអាចហើមឈឺបើសិនជាយើងតាក់ទងទៅមួយទៀតគឺការអនាម័យបើសិនជាយើងអង្គុយផ្អាប់យូរអត់បានលាងទឹកលាងអីចឹងណាផ្អាប់យូរអីចឹងទៅវាអាចធ្វើឲ្យហើមអានឹងឈឺហើមឈឺប៉ោងដោយឬដងបាតចឹងណាប៉ុន្តែវាមិនមែនជាឬដងបាតទេវាតាក់ទងជាមួយនឹងការស្បែកធ្លាក់ហ្នឹងឯងប៉ុន្តែបើវាហើមឈឺក៏គេអាចហៅវាជាឬដងបាតដែរពោះភាគច្រើននៅលើស្បែកធ្លាក់ហ្នឹងវាសូរទូចទេមិនដូចឬដងបាតវាជាមិនដុំសរសៃឈាមដែលឡើងប៉ោងរីកចឹងមកវាទៅជាឬដងបាតសរសៃឈាមធម្មតាវានៅក្បែរគូនវានៅរត់នៅតាមសាច់ដុំសាច់អីហ្នឹងវាធម្មតាវានៅទូចណាពេលណាវា dilatation វា dilate មកធំទៅបានគេហៅវាជាឬដងបាតអាហ្នឹងវាខុសគ្នាត្រង់ថាអាឬដងបាតពេលយើងបត់ជើងវាប៉ោងឡើងធំវាឡើងប៉ោងរីកចឹងមកណាបើវានៅខាងក្នុងវាអាចលៀនចេញមកខាងក្រៅចឹងទៅវាឡើងប៉ោងមកប៉ុន្តែអាហ្នឹងអត់ទេអាស្បែកធ្លាក់ហ្នឹងវានៅយានៅក្នុងគូតហ្នឹងឯងយាយើងអាចទាញវាកាន់លេងបានជឿទុនណាប៉ុន្តែបើសិនជាយើងអនាម័យទៅដល់យើងមិនព្យាបាលវាក៏បានដែរត្រូវមានទឹកថ្នាំសម្រាប់អង្គុយត្រាំទឹកក្តៅឧណ្ហមានអីចឹងអនាម័យរបស់វាមិនមែនអាចជូតបានទេជូតតែមិនស្រួលយើងយកកណាត់អីជូតអីហ្នឹងតែមិនស្រួលហ្នឹងធ្វើឲ្យដាច់អាលាត់អាហ្នឹងហើមជឿប៉ោងទៀតក៏មានដែរតែជាធម្មតាអនាម័យរបស់វាគឺអង្គុយត្រាំទឹកក្តៅប៉ុន្តែជាធម្មតាវាមិនស្រួលមិនដូចជាអ្នកអត់ទេបើគេអ្នកអត់មានន័យគេបត់ជើងឲ្យគេលាងទឹកឲ្យស្អាតហើយយើងនឹងត្រូវលាងសម្អាតដុសរាល់ថ្ងៃអញ្ចឹងទៅបើសិនតែគេចូលប្រគុណ10នាទីយើងចំណាយ5-10នាទីអញ្ចឹងអាហ្នឹងអនាម័យវាក៏ពិបាកដែរពិបាកអនាម័យវាមិនដូចយើងធម្មតាទេបើយើងធម្មតាលឿនអាហ្នឹងត្រូវយូរចំណាយពេលយូរអញ្ចឹងទៅលាងសម្អាតវាដើម្បីកុំឲ្យវាមានpruritus លមាស់អីចឹងអីទៅវាធ្វើឲ្យហើមឈឺណាបាទហើយបើស្ត្រីមានផ្ទៃពោះហ្នឹងវីដេអូមុនក៏ខ្ញុំធ្លាប់និយាយដែរគឺតាក់ទងជាមួយនឹងវាយើងស្ត្រីមានផ្ទៃពោះមុនយកមានកូនហ្នឹងគួរព្យាបាលវាចេញទៅព្រោះនៅក្នុងត្រីមាសទី2ទី3ហ្នឹងអនាម័យយ៉ាងម៉េចក៏ដោយក៏នៅតែប្រឈមជាមួយនឹងការហើមឈឺដែរបាទហើមឈឺខ្លាំងដូចឬដងបាតអាចឈឺជាងឬដងបាតទៀតក៏មានដែរព្រោះអាហ្នឹងសរសៃនះរត់ច្រើននៅលើអាស្បែកហ្នឹងបើឬដងបាត់ខាងក្នុងអីអត់សូវទេបើអាខាងក្រៅក៏រត់ច្រើនដូចស្បែកហ្នឹងដែរអាហ្នឹងប៉ះឈឺហើមឈឺខ្លាំងជាងណាធម្មតាហ្នឹងហើយចប់ហើយប្រធានបទរបស់យើង